នេះខ្ញុំសូមនិយាយអំពីរឿង gout ជំងឺ gout គឺជាប្រភេទនៃការលាកស្លាកម្យ៉ាងដែលកើតឡើងដោយសារតែគាត់លើស uric acid ឬក៏ acid uric នៅក្នុងឈាមរបស់យើងហ្នឹងហើយភាគច្រើនណាគឺកើតទៅលើអ្នកដែលគាត់ចូលចិត្តទីងឈៀហ្នឹងណាហើយនឹងលើកដាច់ហ្នឹងគឺភាគច្រើនគឺយើងឃើញមានគាត់ឈឺជំងឺហ្នឹងហើយរបៀបលាកស្លាកហ្នឹងរបៀបចាផើមមេជើងភាគច្រើនគឺឃើញនៅលើមេជើងជួនកាលមាននៅលើស្លាកជង្គង់ជួនកាលទៀតក៏មាននៅលើស្លាកកែងដៃមានស្លាកកញ្ញក់ដៃអីដែរតែភាគច្រើនគឺជង្គង់ជាមួយនឹងមេជើងហ្មងហើយពេលដែលហើមហ្នឹងគឺឈឺខ្លាំងមែនតើក្នុងរយៈពេល2-10ម៉ោងដំបូងហ្នឹងគឺឈឺស្រែកអុយហ្មងហើយក្នុងករណីមួយថាតតែប្រើថ្នាំបានអាចកាត់បន្ថយការឈឺចាប់នឹងបានអត់មានទៅហាត់ប្រាណអត់មានទៅអីទេព្រោះអីដោយសារតែពពួក uric acid ហ្នឹងវាទៅចូលទៅកន្លែងស្លាករបស់គាត់ហ្នឹងវាបង្កើតជា crystal ហ្នឹងវាធ្វើឲ្យលាកនៅកន្លែងហ្នឹងតែម្ដងអញ្ចឹងបានគេហៅថាជំងឺហ្នឹងជាលាកស្លាកបែប gout ដោយសាររឿងលើស uric acid ហ្នឹងឯងអ្នកជំងឺដែលគាត់ឈឺអាហ្នឹងជំហានដំបូងគឺអត់មានតន់ទៅគិតរឿងបញ្ចុះជាតិអាស៊ីតទេគឺធ្វើមិនឲ្យគាត់បាត់អាលៀកបាត់ឈឺសិនអញ្ចឹងថ្នាំដែលយើងប្រើប្រាស់គឺប្រភេទគេហៅ anti inflammatory ធ្វើមិនឲ្យគាត់បាត់អាលៀកហើយធ្វើមិនឲ្យគាត់បាត់ឈឺក្នុងរយៈពេល24ម៉ោងដំបូងហ្នឹងគឺធ្វើមិនឲ្យវា calm down ឲ្យវាស្ងប់បន្ទាប់មកបានយើងអាច check មើលពាក់ព័ន្ធជាមួយនឹងរឿង uric acid អីរបស់គាត់ប្រសិនបើវាលើសនៅក្នុងកម្រិតណាមួយប៉ុន្តែភាគច្រើនឲ្យតែគាត់លើសដល់ថ្នាក់គាត់ឈឺសន្លាក់ហ្នឹងហើយគឺជាហត់ផុតទេពីរឿងប្រើថ្នាំគឺត្រូវតែប្រើថ្នាំដើម្បីកាត់បន្ថយ uric acid នៅក្នុងឈាមរបស់គាត់ហ្នឹងហើយគាត់ត្រូវកែប្រែត្រឡប់មកចំនួនត្រឡប់ឈាចូលលើកដាច់ហ្នឹងក៏ត្រូវផ្អាកដែរហើយនឹងការជួបជុំដោយសារតែការជួបជុំគឺបើយើងឈាហើយគឺយើងត្រូវមានរបស់ខ្លែមជាទូទៅគឺសិតតែប្រភេទពូរីនប្រភេទឲ្យលើស uric acid នឹងឯងដូចសាច់គោអាំងដោយរបៀបគ្រឿងក្នុងដោយរបៀបបកាអាំងដោយរបៀបថាគ្រឿងសមុទ្រអីហ្នឹងនិយាយអ្នកគ្រូចង់លេបទឹកមាត់ហ្មងសិតតែរបស់ឆ្ងាញ់ហ្នឹងហើយនឹងសាច់ពណ៌ក្រហម salmon ត្រី mackerel អីហ្នឹងគឺសិតតែធ្វើឲ្យលើស uric acid ហើយអញ្ចឹងចំណុចហ្នឹងគឺត្រូវប្រយ័ត្នកែប្រែត្រឡប់នឹងចេញកាត់បន្ថយចំណីអាហារទាំងអស់ហ្នឹងហើយប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់ដើម្បីទប់កុំឲ្យគេហៅថាអា gout ហ្នឹងវា flare អាការឈឺសន្លាក់ហ្នឹងវាមកម្ដងហើយម្ដងទៀតអ្នកដែលគាត់មាន gout ហ្នឹងកុំគិតតែរឿងពាក់ព័ន្ធជាមួយនឹងរឿងលាកសន្លាក់រឿងឈឺសន្លាក់គាត់ត្រូវ check មើល echo ដើម្បីមើលទំហំនោមរបស់គាត់មានគ្រោះនៅក្នុងទំហំនោមអត់ព្រោះអីអ្នកខ្លះដែលគាត់លើស uric acid ហ្នឹងគឺជាទូទៅអាចនឹងមានគ្រោះនៅក្នុងទំហំនោមប្រភេទ uric acid ហ្នឹងឯងអញ្ចឹងការបញ្ចុះ uric acid នៅក្នុងឈាមហ្នឹងគឺវាជួយទាំងឲ្យរឿងគ្រោះតម្រងនោមហ្នឹងផងវាជួយទាំងឲ្យរឿងលាកសន្លាក់ហ្នឹងផងអញ្ចឹងមូលហេតុដើមតងវាគឺមកពីរឿងហ្នឹងឯងអញ្ចឹងបាទខ្ញុំតែងតែផ្ដាំទៅបងប្អូនដែលគាត់ចូលចិត្តញ៉ាំគ្រឿងសម្អងគាត់ចូលចិត្តញ៉ាំប្រភេទដូចថាសាច់ខ្លែមសាច់អីនៅខាងក្រៅច្រើនហ្នឹងឲ្យគាត់ប្រយ័ត្នឆែកពាក់ព័ន្ធជាមួយនឹងរឿង uric acid ហ្នឹងឯងជាពិសេសផុសហ្នឹងផងតែចង់ផ្ដាំបន្តិចដែរដោយសារតែអ្នកខ្លះគឺគាត់លើ uric acid ហ្នឹងហើយដល់កម្រិតដែលត្រូវប្រើថ្នាំហើយគាត់អត់ចង់ប្រើថ្នាំដោយសារគាត់គិតថាខ្ញុំព្យាយាមតមអាតមអត់ហ្នឹងក៏វាមានពេលវេលារបស់វាដែរប្រសិនបើតមរយៈពេល3ខែ6ខែអីហើយអា uric acid ហ្នឹង level វានៅនឹងថ្កល់វាអត់ព្រមវាថាចុះអង្គើអីសោះហ្មងគឺត្រូវប្រើថ្នាំហើយដោយសាររឿងឈឺអាហ្នឹងវាមានរឿងពីររឿងដែលយើងញ៉ាំច្រើនពេកហើយរឿងដែលខ្លួនយើងហ្នឹងវាឈឺវាខូចអា metabolic ពាក់ព័ន្ធជាមួយ purin ហើយនឹង uric acid ហ្នឹងវាលេងបែកបានហ្មងដល់អញ្ចឹងទោះបីជាយើងព្យាយាមតមអត់មិនក៏ដោយញ៉ាំនៅក្នុងកម្រិតអបរមាយ៉ាងណាក៏ដោយក៏យើងនៅតែលើសដែរអញ្ចឹងបានចំណុចនេះគួរតែជួបភាសាជាមួយគ្រូពេទ្យប្រសិនបើមានបញ្ហា gout ឬក៏លើស uric acid ហ្នឹងឯង